ជំរាបសួរលោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាថ្ងៃនេះដែលខ្ញុំមកធ្វើបទបង្ហាញអំពីការវាយតម្លៃការអនុវត្តការវាយតម្លៃជាក់លាក់និងនីតិស្បត់មាតិកាគឺមាន9គឺទី1ការវាយតម្លៃការអនុវត្តនិងការវាយតម្លៃជាក់លាក់ទី2ចរិតលក្ខណៈនៃការវាយតម្លៃការអនុវត្តទី3ចំណុចខ្លាំងចំណុចខ្សោយនិងដែនកំណត់នៃការវាយតម្លៃការអនុវត្តទី4តម្រូវការមូលដ្ឋានសម្រាប់ការប្រើប្រាស់ការវាយតម្លៃការអនុវត្តចូលដល់ទី5ដំណើរការនៃការវាយតម្លៃការអនុវត្តទី6លទ្ធផលសិក្សារំពឹងទុកក្នុងមួយពេលសិក្សាហើយទី7ការដាក់ពិន្ទុនិងការវាយតម្លៃទី8និក្ខេនបទទី8នីតិស្បត់ប្រភេទនិក្ខេនបទនិងសារៈសំខាន់និងសារៈប្រយោជន៍ហើយទី9សំណូមពរក្នុងការបង្កើតនីតិស្បត់ចូលដល់ចំណុចទី1ការវាយតម្លៃការអនុវត្តនិងការវាយតម្លៃជាក់លាក់យ៉ាងនីតិស្បត់គឺជាដំណើរការវាស់ស្ទង់សមត្ថភាពការអនុវត្តមានចំណេះដឹងបំណិនដើម្បីបង្កើតអ្វីមួយហើយការវាយតម្លៃការអនុវត្តហ្នឹងគឺពាក់ព័ន្ធនឹងការបង្ហាញរបស់សិស្សលើផ្នែកបំណិនឬសមត្ថភាពក្នុងការបង្កើតផលិតផលនិងការបង្កើតចម្លើយឬការធ្វើបទបង្ហាញហើយចូលដល់ការវាយតម្លៃជាក់លាក់ការវាយតម្លៃជាក់លាក់ហ្នឹងគឺជាប្រភេទនៃការវាយតម្លៃដែលតម្រូវឲ្យសិស្សអនុវត្តការងារជាក់ស្ដែងហើយដើម្បីបង្ហាញពីការអនុវត្តប្រកបដោយចំណេះដឹងនិងជំនាញច្បាស់លាស់ហើយការអនុវត្តហើយការវាយតម្លៃមានលក្ខណៈជាក់ស្ដែងហ្នឹងគឺនៅពេលដែលយើងកំណត់តែជាប្រភេទនៃការដែលសិស្សនឹងធ្វើសកម្មភាពហើយកិច្ចការអនុវត្តមានលក្ខណៈជាក់ស្ដែងហ្នឹងមានចូលក្នុងហ្នឹងគឺមាន6ទៀតគឺទី1ពិតជាក់ស្ដែងទី2មានការវាយតម្លៃនិងច្នៃប្រឌិតហើយទី3ហ្នឹងតម្រូវឲ្យសិស្សហ្នឹងធ្វើការងារហើយទី4គឺផ្សារភ្ជាប់ទៅនឹងបទពិសោធន៍របស់មនុស្សពេញវ័យនៅកន្លែងការងារហើយទី5គឺវាយតម្លៃសមត្ថភាពទី6ផ្ដល់ឱកាសពិនិត្យឡើងវិញអនុវត្តពិចារណាធនធាននិងព័ត៌មានត្រឡប់ហើយលើពីនេះទៅទៀតហ្នឹងការប្រឡងដោយសារតែការសង្កេតការតាំងពិពណ៌ការធ្វើបទបង្ហាញផ្ទាល់មាត់ការពិនិត្យផលប័ត្រការសម្ភាសនិងគម្រោងហើយចូលដល់ចំណុចទី2គឺចរិតលក្ខណៈនៃការវាយតម្លៃការអនុវត្តការវាយតម្លៃការអនុវត្តហ្នឹងគឺសិស្សសំដែងបង្កើតកសាងនិងផលិតធ្វើអ្វីមួយហើយសិស្សប្រើប្រាស់បំណិននិងផ្ដល់ហេតុផលចូលដល់ប្រើប្រាស់គំនិតសំខាន់និងចាំបាច់ដែលពាក់ព័ន្ធជាទូទៅចម្លើយមានលើសពី1ហើយមនុស្សហើយសិស្សនឹងបញ្យល់ប្រាប់ហេតុផលនិងការពារហើយការងារប្រកបដោយនិរន្តរភាពតម្រូវឲ្យមាននីតិស្បត់និងលក្ខណៈវិនិច្ឆ័យច្បាស់លាស់សម្រាប់ការដាក់ពិន្ទុហើយចូលដល់ចំណុចទី3គឺចំណុចខ្លាំងចំណុចខ្សោយនិងដែនកំណត់ការវាយតម្លៃការអនុវត្តគឺចំណុចខ្លាំងហ្នឹងគឺវាស់វែងពីបំណិនក្នុងការបង្កើតហេតុផលបង្ហាញហេតុផលនិងគ្រូប្រើលក្ខណៈវិនិច្ឆ័យជាក់លាក់សម្រាប់ការវាយតម្លៃហើយមានការចូលរួមយ៉ាងសកម្មរបស់សិស្សហើយលើកទឹកចិត្តសិស្សឲ្យវាយតម្លៃខ្លួនឯងហើយការសិក្សាកើតឡើងអំឡុងពេលវាយតម្លៃហើយសង្កត់ធ្ងន់លើការអនុវត្តចំណេះដឹងនិងផ្សារភ្ជាប់នឹងជីវិតពិតហើយចូលដល់ចំណុចខ្សោយហ្នឹងគឺពិបាកបង្កើតភាពជឿជាក់ឬភាពជាក់លាក់ហើយមានភាពលំអៀងក្នុងការវាស់វែងដោយសារតែធម្មជាតិនៃការផ្ដល់ពិន្ទុរបស់គ្រូហើយការសម្ដែងរបស់សិស្សប្រែប្រួលតាមពេលវេលាដែលជាលទ្ធផលក្នុងការសន្និដ្ឋានមិនត្រឹមត្រូវហើយទាមទារឲ្យគ្រូនឹងពិចារណាលើពេលវេលាក្នុងការរៀបចំនិងបំពេញព័ត៌មានសិស្សហើយពិបាកក្នុងការរៀបចំផែនការសម្រាប់ពេលវេលាដែលមានកំណត់ចូលដល់ចំណុចទី4ហ្នឹងគឺតម្រូវការមូលដ្ឋានសម្រាប់ការប្រើប្រាស់ការវាយតម្លៃការអនុវត្ត
ទី1គឺទី1សង្កេតអាកប្បកិរិយាឬសមត្ថភាពជាក់លាក់ទី2គឺសមត្ថភាពស្មុគស្មាញឬជំនាញមិនអាចវាស់បានទី3កិច្ចការត្រូវផ្ដោតលើលំនាំដែលអាចបង្រៀនបានហើយទី4គឺកិច្ចការអនុវត្តនឹងត្រូវធ្វើឲ្យងាយស្រួលដើម្បីវិនិច្ឆ័យភាពសមស្របនៃអាកប្បកិរិយារបស់សិស្សឬកម្រិតនៃការយល់ដឹងឬជំនាញដែលផ្ដល់ព័ត៌មានអំពីចំណុចខ្លាំងនិងចំណុចខ្សោយហើយទី5ហ្នឹងគឺតម្រូវឲ្យមានផលិតផលឬអាកប្បកិរិយាដែលមានតម្លៃក្នុងសិទ្ធិរបស់ពួកគេហើយទី6គឺកិច្ចការអនុវត្តគួរតែជំរុញស្វ័យវាយតម្លៃរបស់សិស្សចូលដល់ចំណុចទី5ចំណុចទី5ហ្នឹងគឺជាដំណើរការនៃការវាយតម្លៃផ្អែកលើការអនុវត្តក្នុងនោះគឺមាន3ជំហានទៀតគឺជំហានទី1កំណត់គោលដៅថាតើអ្នកនឹងវាយតម្លៃពីអ្វីហើយអាចសម្រេចបានដោយការពិនិត្យមើលលើស្តង់ដារនិងគោលបំណងហើយជំហានទី2គឺបង្កើតសកម្មភាពអនុវត្តរៀបចំគម្រោងឬកិច្ចការដែលអាចឲ្យសិស្សនឹងបង្ហាញចំណេះដឹងហេតុផលជំនាញនិងអាកប្បកិរិយារបស់ពួកគេហើយកិច្ចការទាំងនេះគួរតែមានលក្ខណៈពិតប្រាកដជាមួយនឹងពិភពពិតដែលអាចធ្វើទៅបាននឹងមានភាពយុត្តិធម៌បត់បែននិងអាចសង្កេតបានហើយចូលដល់ជំហានទី3គឺបង្កើតលក្ខណៈវិនិច្ឆ័យបន្ទាប់ពីកិច្ចការឬគម្រោងត្រូវបានកំណត់នឹងលក្ខខណ្ឌចាំបាច់ត្រូវតែបង្កើតដើម្បីវាយតម្លៃភាពជោគជ័យរបស់សិស្សឬគុណភាពរបស់ផលិតផលគឺបង្កើតលក្ខណៈវិនិច្ឆ័យចូលដល់ទី6គឺទី6គឺលទ្ធផលសិក្សារំពឹងទុកក្នុងមួយពេលសិក្សាគឺលទ្ធផលសិក្សារំពឹងទុកនឹងក្នុងមួយពេលសិក្សាសម្រាប់ការវាយតម្លៃការអនុវត្តការយល់ដឹងស៊ីជម្រៅការបង្ហាញហេតុផលមានបំណិនមានផលិតផលហើយចូលដល់ចំណុចទី7ហ្នឹងគឺការដាក់ពិន្ទុនិងការវាយតម្លៃការដាក់ពិន្ទុនិងការវាយតម្លៃហ្នឹងគឺប្រភេទនៃការដាក់ពិន្ទុហ្នឹងគឺមានតារាងបញ្ជីត្រួតពិនិត្យមានស្ថានវាយតម្លៃហើយនីតិស្បត់ហ្នឹងនីតិស្បត់វាយតម្លៃទិដ្ឋភាពរួមនិងនីតិស្បត់វាយតម្លៃផ្នែកលម្អិតហើយគឺចូលដល់ចំណុចទី8នីតិស្បត់ប្រភេទនីតិស្បត់និងសារៈសំខាន់និយមន័យនីតិស្បត់នោះគឺជាវិធីសាមញ្ញនិងមានប្រសិទ្ធភាពបំផុតក្នុងការវាយតម្លៃដាក់ពិន្ទុលើការសម្ដែងហើយជាការណែនាំដាក់ពិន្ទុដែលរួមមានមាត្រដ្ឋានដែលបង្ហាញពីកម្រិតផ្សេងៗនៃសមត្ថភាពហើយមាត្រដ្ឋាននេះត្រូវបានប្រើជាមួយនឹងលក្ខណៈវិនិច្ឆ័យដើម្បីបង្ហាញតារាងមួយដែលមានពីរផ្នែកគឺផ្នែកលក្ខណៈវិនិច្ឆ័យនៅម្ខាងនិងពិនិត្យនិងពិន្ទុនៅម្ខាងទៀតហើយលក្ខណៈវិនិច្ឆ័យគួរតែរៀបចំមានតាមលំដាប់ហើយចូលដល់ចំណុចទី9ហ្នឹងគឺសំណូមពរមួយចំនួនក្នុងការបង្កើតនីតិស្បត់ល្អបំផុតនៅពេលដែលយើងនឹងរួមបញ្ចូលដំណើរការពី2ឬ3បញ្ចូលគ្នាហើយវាមានប្រយោជន៍ក្នុងការចាប់ផ្ដើមដោយការបញ្ជាក់ពីរបៀបកំណត់វិនិច្ឆ័យនៃការអនុវត្តក្នុងកម្រិតផ្សេងៗគ្នាហើយត្រូវប្រាកដថាលក្ខណៈវិនិច្ឆ័យនឹងផ្ដោតលើចំណុចសំខាន់នៃការអនុវត្តគូកងប្រភេទនៃការវាយតម្លៃហ្នឹងជាមួយនឹងគោលបំណងនៃការវាយតម្លៃហើយការពិពណ៌នាអំពីលក្ខណៈវិនិច្ឆ័យគួរតែអាចសង្កេតបានដោយផ្ទាល់